ច្បាស់ការប៉ុណ្ណឹងហើយនៅតែប្រកែកទៀតអាឆាយសួស្តីបងប្អូនអរគ្នាបាទជាពិសេសអ្នកដែលតាមដានរឿងម្ចាស់ស្នេហ៍ប្រែបេះដូងអញ្ចឹងមុននឹងភាគ18មកដល់យើងទៅនិយាយភាគ17បន្តិចសិនបងប្អូនកាលពីភាគ17លោកវិทย์បានដឹងរឿងអាឆាយជាមួយនឹងអាបឺតហើយប៉ុន្តែអាឆាយវានៅតែប្រកែកថាគ្មានផតាំងច្បាស់លាស់ទៀតទាំងដែលលោកវិทย์ឲ្យមើលរូបភាពច្បាស់វីដេអូច្បាស់ក៏វានៅប្រកែកដែរបន្ទាប់មកលោកវិทย์ក៏វាយវាតែម្ដងបងប្អូនបាទដោយសារតែវាមិនទទួលកំហុសរបស់វាអញ្ចឹងណាបន្ទាប់ពីលោកវិทย์វាយវាមកក៏វាចាប់ផ្ដើមរៀបគម្រោងការនៅភាគ18ហ្នឹងមិនដឹងថាវារៀបគម្រោងការធ្វើស៊ីលោកវិทย์រឿងអីទៀតទេអញ្ចឹងយើងមានតែចាំតាមដានទាំងអស់គ្នាហើយបើយើងក៏លេចទៅមើលអាជីវិញអាជីវាបានប្រើល្បិចទៀតហើយបាទវាបានឲ្យយាយញឹកយាយញក់ហ្នឹងបាទទៅប្រាប់កូនចៅរបស់គាត់ដើម្បីឲ្យចូលមើល live ហើយទិញស្នេហ៍របស់វាហើយវាឲ្យម្នាក់50000អញ្ចឹងណាហើយអាជីតែងតែសម្ដែងមុខលោកវិทย์រហូតប៉ុន្តែលោកវិทย์មិនទៅដែលខ្វាយខ្វល់ទេដោយសារតែលោកវិทย์គាត់បានដឹងរឿងខ្លះពីអាជីហើយអញ្ចឹងហើយគឺគាត់អត់ដែលល្វីល្វល់ជាមួយអាជីទេបន្ទាប់ពីលោកវិทย์អត់សូវខ្វាយខ្វល់ក៏អាជីចាប់ផ្ដើមលេងឈុតសហើយមករំឲ្យលោកវិทย์មើលតែម្ដងប៉ុន្តែលោកវិทย์នៅតែមិនចាប់អារម្មណ៍ដដែលបន្ទាប់ពីលោកវិทย์អត់ចាប់អារម្មណ៍ឥឡូវហ្នឹងអាជីទៅរករឿងម៉ាលីទៀតបងប្អូនបាទម៉ាលីកំពុងតែធ្វើជាមួយនឹងទីផ្សារត្រីខម៉ាយសមុទ្រហើយបន្ទាប់មកអាជីទៅដល់ផ្ទះម៉ាលីទៅរករឿងម៉ាលីដល់ផ្ទះដែលគេកំពុងតែឡាយអញ្ចឹងណាមានអីបងប្អូនបាទទៅរកវាយគេដល់ផ្ទះបាទម៉ាលីរកដាក់ក្បាលមកថៃខវិញបងប្អូនបាទដោយសារតែវាចេញមកឆ្លើយអញ្ចឹងណាបងប្អូនបាទវាទៅរកម៉ាលីហ្នឹងដោយសារតែគោលបំណងទី1គឺដោយសារតែលោកវិทย์ឡើងចាប់អារម្មណ៍វាហើយវាខ្លាចម៉ាលីតាក់ទងមួយលោកវិทย์ដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយគឺវាទៅរកវាទៅគម្រាមម៉ាលីកុំឲ្យតាក់ទងជាមួយលោកវិทย์ទៀតបន្ទាប់ពីវាឆ្លោះមួយម៉ាលីហើយវាចេញទៅជួបអាឆាយបងប្អូនបាទជួបអាឆាយមានអីបាទទៅបាទជួបប្រូសនបាទប្រូសនក៏ទៅធ្វើប៉ាណូឲ្យគេនៅកន្លែងផឹកស៊ីហ្នឹងបងប្អូនក៏ជួបជាមួយអាជីបានផ្ញើវីដេអូហ្នឹងឲ្យលោកវិทย์ទៀតតែលោកវិทย์អត់ទាន់ប្រតិកម្មភ្លាមទេដោយសារតែគាត់ចាំប្រមូលផ្ដុំរកកំហុសរាល់ទង្វើរបស់អាជីហើយបានគាត់សរុបតែម្ដងអញ្ចឹងបងប្អូនចូលរួមទូទាយមើលថាភាគ18ហ្នឹងអាឆាយរៀបគម្រោងការអ្វីទៅលើលោកវិทย์តើលោកវិทย์ចាប់កំហុសអាជីនៅភាគ18ហ្នឹងដែរឬទេបងប្អូនអរគ្នាបាទកុំភ្លេចជួយចូលខមមិនទាយទាំងអស់គ្នាហើយមួយទៀតបងប្អូនគិតថារឿងហ្នឹងចប់ត្រឹមភាគ18ឬក៏យ៉ាងណាបើសម្រាប់ខ្ញុំគិតថារឿងហ្នឹងអាចនឹងចប់ភាគ19ដោយសារតែភាគ18ហ្នឹងវាអាចនឹងចាប់កំហុសទៅអាជីក៏ដូចជាអាឆាយហើយសម្រាប់ភាគ19អាចនឹងជួបជាមួយម៉ាលីហើយរឿងហ្នឹងវាចប់ដោយបរិបូរតែម្ដងបងប្អូនគិតយ៉ាងណាដែរបាទកុំភ្លេចជួយខមមិនម្នាក់មួយផងអញ្ចឹងបើសិនជាយើងចង់ដឹងច្បាស់ជាងនឹងទៀតបាទមានតែចាំមើលភាគ18ទាំងអស់គ្នាបងប្អូនបាទហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបាទកុំភ្លេចជួយចុច Subscribe នៅ Channel ខ្ញុំបាទម្នាក់មួយផងអញ្ចឹងភាគ18យើងបាទនឹងមកនៅថ្ងៃខាន់ស្អែកបងប្អូនបាទអញ្ចឹងហើយយើងចាំអត់មើលទាំងអស់គ្នាថាជីវិតអ្នកទាំង3ហ្នឹងទៅជាយ៉ាងណា